ព័ត៌មានមួយនេះកំពុងតែក្តៅកគុកនៅប្រទេសចៅសៀមតែម្ដងចាកុំភ្លេចជួយ share ទាំងអស់គ្នាឲ្យប្រជាជនខ្មែរយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសបានដឹងបានឮបានឃើញនៅព័ត៌មានមួយនេះចាគឺលោកគ្រូទេដ៏ល្បីរបស់ប្រទេសថៃ3រូបនេះគឺលោកតាអ៊ូលលោកគ្រូសេរីច័ន្ទតូនិងអ្នកគ្រូផ្លាយគឺបានចេញមកទស្សទាយដូចគ្នាថាតើជឿទេទីក្រុងបាងកកនឹងលិចចូលទៅក្នុងទឹកយ៉ាងពិតប្រាកដក្នុងពេលឆាប់នេះហើយបងប្អូនចាគឺមានខ្មែរយើងមួយចំនួនណាលោកគ្រូគាត់បានមានប្រសាសន៍ថាទីក្រុងបាងកកនឹងคล้ายជាសមុទ្រទៅបងប្អូនចាអញ្ចឹងយើងចាំមើលទាំងអស់គ្នាមើលថាតើយ៉ាងណាយ៉ាងណីតែបើសិនជាខ្ញុំវិញណាចំពោះអ្នកគ្រូផ្លាយហ្នឹងគឺខ្ញុំជឿជាក់ 100% តែម្ដងចាគឺគាត់និយាយចេញមកត្រូវ 100% កាលពីសង្គ្រាមទី1ក៏គាត់ចេញមកនិយាយដែរបងប្អូនចាមកខ្ញុំនិយាយនឹងញ័រមាត់ឲ្យព្រឺសបល់ទៀតគាត់និយាយថាបើសិនជានៅតែបំពេញខ្មែរនៅតែចង់បានដីខ្មែរប្រទេសសៀមនឹងជួបវិនាសអន្តរាយមានអីមីសរិនថងចាប់យប៉ែហ្នឹងទៅចាយកទៅដាក់គុកមិនដឹងទេបងប្អូនអើយចាគាត់ទៅមកចេញមកវិញថ្មីនេះសង្គ្រាមទី2ចប់នេះទេបងប្អូនចាអញ្ចឹងយើងទាំងអស់គ្នាចាំតាមដានមើលថាតើយ៉ាងណាយ៉ាងណីចាគាត់ចេញមកទស្សទាយដូចគ្នាហើយអ្វីដែលគាត់ទាំង3បាននិយាយហ្នឹងណាគឺធ្វើឲ្យប្រជាជននឹងកំពុងតែភ័យស្លន់ស្លោមែនទែនអ្នកដែលជឿគាត់ពីមុនមកបងប្អូនតែអ្នកគេមិនយកចិត្តទុកដាក់រឿងអបិយជំនឿហ្នឹងគេមិនសូវយកចិត្តទុកដាក់ចឹងទៅក៏ប៉ុន្តែសម្រាប់ខ្ញុំវិញគឺខ្ញុំជឿអ្នកគ្រូផ្លាយ 100% តែម្ដងបងប្អូនណាហ្នឹងហើយកុំភ្លេច share ឲ្យប្រជាជនយើងបានដឹងបានឮបានឃើញណាបងប្អូនអរគុណច្រើន